ហើយបន្ទាប់មកនៅក្នុង align content ហ្នឹងវាមាន space between មួយទៀត space between ហើយនឹង space around ណា space between នៅនេះណា space between គឺវានិយាយពីចន្លោះកាលណាបើសិនជាវាមាន3ជួរវានឹងចន្លោះ3ជួរនឹងចែកចន្លោះ3ជួរនឹងស្មើគ្នាប៉ុន្តែនៅខាងគៀននេះគឺវាដល់គៀនណាអានេះដល់គៀនណាអាហ្នឹងបើសិនជាយើងប្រើ space between នៅក្នុងalign content ណាអូខេ align content គឺវាចែកទៅលើជួរឈរណាអូខេហើយវាមាន space between ហើយនឹង space around អូខេ space around យ៉ាវាមាន space around នេះ space around គឺវាចែក space ហ្នឹងគឺវាចែកដែរប៉ុន្តែវាចែកមានកណ្ដាលមានខាងគៀននេះគឺវាមានបសល់ទុក space ដែរណាអាហ្នឹងគឺ space around ហើយ space មួយទៀតគឺយើងប្រើ space អីគេមួយទៀតគឺspace evenly ណា space evenly នេះគឺវាចែកឲ្យស្មើគ្នានេះចន្លោះអានេះហើយនឹងអានេះគឺស្មើគ្នាណាអូខេអញ្ចឹងវាមានភាពខុសគ្នាត្រង់ថា space between គឺវាចែកតែប្រឡោះកណ្ដាលវាទាញitem ទាំងអស់ហ្នឹងទៅគៀកទៅនឹង border ណាគៀកខាងក្រោមខាងលើហ្នឹងគឺគៀកបន្ទាប់មក space around វាចែកspace នេះប៉ុនគ្នាប៉ុន្តែវានឹងសល់ខាងគៀនប៉ុន្តែវាអត់ស្មើគ្នាដូច space evenly ទេ space evenly គឺអាកណ្ដាលនេះហើយនឹងគៀននេះគឺស្មើគ្នាណាអញ្ចឹងសរុបទៅថ្ងៃនេះយើងរៀនបានប្រមាណទី1គឺ align content start align content end ឬក៏ flick end ហ្នឹង content align content start ឬក៏ flick start align content end ឬក៏ flick end បន្ទាប់មក align content center ហើយបន្ទាប់មកយើងនិយាយអំពី space between បន្ទាប់ពី space between យើងបាននិយាយអំពី space around បន្ទាប់ពី space around មកយើងបាននិយាយអំពី space evenly ណាអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយបើសិនបើអត់យល់អ្នកទាំងអស់គ្នាអាច comment នៅចំណុចណាដែលអត់យល់ខ្ញុំនឹងព្យាយាមធ្វើវីដេអូបញ្យល់អ្នកទាំងអស់គ្នាបន្ថែមទៀតអូខេបាយបាយ